អូយកន្លែងនេះមនុស្សកំពុងតែឆ្លងកាត់ច្រើនខ្ញុំលក់ឡើងថ្លៃសិនទោះថ្លៃប៉ុណ្ណាក៏ប្រកាសជានៅតែមានអ្នកទិញដែរព្រោះថាម្ដុំនេះមានតែតូបខ្ញុំមួយគត់ដែលចិត្តជាងគេតូបបន្ទាប់ហ្នឹង30គីឡូម៉ែត្រទៀតអីបានមានមួយអញ្ចឹងឆ្លៀតឱកាសនេះលក់ធ្វើអ្នកមានសិនចាសុំទឹកសុទ្ធ10ធំ2ដបនិងមីកំប៉ុង1កំប៉ុងសុំផលិតផលខ្មែរណាចាទឹកសុទ្ធ10ធំ1ដប20000មី1កំប៉ុង12000អាឆៅបើដាំទាំងទឹកក្តៅឲ្យហ្នឹង15000ស្លាប់អីមិនក៏ថ្លៃម៉េះនេះចាយកំពុងតែឆ្លៀតឱកាសមនុស្សឆ្លងកាត់ច្រើនឡើងថ្លៃភ្លាមមែនទេខ្ញុំលក់បែបហ្នឹងវាទៅស្អីនាងខ្ញុំលក់តម្លៃប៉ុណ្ណាវាសិតខ្ញុំនាងទិញឬមិនទិញហ្នឹងក៏ជាសិតនាងបើមិនទិញណាចាញ់ទៅអត់លទ្ធភាពចាញ់តវ៉ាច្រើនចាញ់បកទៅទិញនៅតូបថោកវិញទៅក្រែងទៅមិនដល់ហ្នឹងខ្យល់កឃ្លានងាប់តិចថាបកមកទិញនាងខ្ញុំវិញមិនខ្ចីលក់ឲ្យទេវ៉េចាយដឹងហេតាចាយធ្វើនេះកំពុងអន្សំបាបហើយខ្ញុំមិនជឿថាចាយលក់ថ្លៃលើសគេបែបនេះតាំងពីដើមទេបើលក់បែបនេះមិនមែនបែបបានលក់មកដល់សប្តាហ៍ថ្ងៃទេព្រោះគ្មានអ្នកទិញតែគំនិតខួរក្បាលចាឯងចង់ឆ្លៀតឱកាសតែមកពេលហ្នឹងណែស្អីក៏ហោហាយខ្លាំងម៉េះខ្មែរគ្នាឯងសោះបើទៅស្រុកគេហ៊ានស្រែកថ្លៃអញ្ចឹងអត់មកពីខ្មែរគ្នាឯងនឹងហើយបានជាតវ៉ាឲ្យចេះយោគយល់គ្នាខ្លះនោះបើជាតិសាសគេកោមិនថាទេហើយបើចេះគិតថាជាខ្មែរគ្នាឯងអញ្ចឹងមិនមែនអាត្មានិយមដូចជាប៉ែឯងអញ្ចឹងទេហើយខ្ជិលតវ៉ាច្រើនគ្រាន់តែចំណាំតូបទុកតែប៉ុណ្្នឹងឯងចាយលក់អញ្ចឹងជាសិតចាយទៅហើយខ្ញុំហាមបងប្អូនខ្ញុំមិនឲ្យមកទិញទីនេះក៏ជាសិតខ្ញុំដូចគ្នាចាំយើងដាក់ផ្លាកហាមនាងហើយនឹងបងប្អូនកូនក្មួយញាតផៅទាំង7សន្តាននាងមិនឲ្យមកទិញទីនេះដូចគ្នាហើយខ្ញុំក៏អង្គុយចាំតែមើលដែរថាតើនាងនឹងទ្រាំមិនទិញតូបខ្ញុំនឹងបានយូរប៉ុណ្ណាព្រោះក្នុងតំបន់នេះមានតែតូបខ្ញុំមួយគត់ដែលលក់អើយថ្ងៃនេះលក់ដាច់គួរសមរបស់លក់ដាច់តែបន្តិចទេតែលុយបានច្រើនព្រោះខ្ញុំលក់ថ្លៃចង់អ្នកណាថាខ្ញុំលក់ដូចប្លន់គេអីក៏ថាទៅសំខាន់ឱកាសវាមានតែមួយពេលទេបើមិនធ្វើថោកមុខក្រាស់ខ្លះមិនឆាប់មាននោះងាប់ហើយមួយថ្ងៃនេះបានលុយច្រើនជាងខ្ញុំសង្កុកលក់មួយខែទៀតនោះត្រូវតែឡើងថ្លៃខ្លាំងជាងនេះទៀតសិនមិនបានសាំង10សុំឡើង1លីត្រ100000មកកម្របដល់7000ព្រោះថាតើអស់សាំងទៅបកឯកតវ៉ាកុំកើតដែរមកម្ដុំនេះវាមានតែតូបខ្ញុំមួយគត់គេឌីលអីឌីលទៅមិនគេឲ្យស៊ីផងបងស្រីទិញមីកំប៉ុងមកកំប៉ុងឆុងទឹកក្តៅឲ្យផងអូយធ្វើតើមកក្តៅហត់ហើយឃ្លានណានេះចង់ខ្យល់កម្ដងមកកាលឯងបងស្រីសុំបញ្ញាប់បន្តិចមកណែបញ្ញាប់ស្អីបើបញ្ញាប់មិនងើបមកប្រាប់ពីព្រលឹមហើយបញ្ជាក់ឲ្យហើយណាមីមកកំប៉ុងហ្នឹង12000ទាំងទឹកក្តៅ5000ទៀត19000ស៊ីបានស៊ីមិនបានអត់ណែបងស្រីដូចជាហួសហេតុពេកទេដឹងអីមិនដែលមានទេលោកអើយមីកំប៉ុងថ្លៃយ៉ាងហ្នឹងមីកំប៉ុងហ្នឹងតំណាងឲ្យសម្រាប់អ្នកដាច់លុយហើយបើថ្លៃម៉ឹងមិនខូចក្រេឌីតអាហារអ្នកចុងខែអស់ទៅហើយទេអើយងាប់ដូចជំរាបនាងហើយថាពិសាបានក៏ពិសាមិនបានហ្នឹងក៏សូមអញ្ជើញចេញទៅរកកន្លែងដែលនាងប្រាថ្នាទៅ10គីឡូដីទៀតបានមានអូយអីក៏តឹងទៅសៃកម៉េះមិញនេះសង្ស័យទៅធ្វើឲ្យគេស្ៅម៉ងច្រើនពេកទៅជាទុកមโนតោមនិញផ្លូវចិត្តបាក្តៅកាហាយអត់ឈប់យ៉ាងហ្នឹងនោះណៃមិញបើថាអបសុកណាកុំអង្គុយលក់កោគេយ៉ាងហ្នឹងលក់តម្លៃធម្មតាទៅហើយកំសាន្តអារម្មណ៍ជាមួយនឹង TV 360បាយមិត្តហ្វូនឥឡូវនេះទៅអាចមើលការ live កម្មវិធីទូរទស្សន៍ក្នុងស្រុកជាច្រើនប៉ុស្តិ៍ខ្សែភាពយន្តល្បីជាច្រើនរឿងនិងវីដេអូកំសាន្តថ្មីដែលអាប់ដេតបន្ថែមជារៀងរាល់ថ្ងៃហើយអាចប្រើប្រាស់បានទៅលើគ្រប់ឧបករណ៍ឆ្លាតវៃទាំងអស់ផងដែរចុះឈ្មោះប្រើប្រាស់ឥឡូវនេះមើល free រយៈពេល7ថ្ងៃសម្រាប់ការភ្ជាប់លើកដំបូងនិងភ្ជាប់កញ្ចប់ប្រចាំថ្ងៃត្រឹមតែ10សេនក្នុងមួយថ្ងៃចុចផ្កាយ1555ផ្កាយ1ត្រង់ជ្រូកចុច link ខាងក្រោមដើម្បី download ប្រើឥឡូវនេះទៅអើយទីបំផុតលក់អវ៉ាន់អស់ហើយត្រូវទិញអវ៉ាន់ថ្មីយកទៅលក់កាលមុនដើមតែ200,000លក់បានជាង7លានដោយសារឆ្លៀតឱកាសឥឡូវនេះត្រូវតែទិញទៅឲ្យកាន់តែច្រើនហើយឡើងថ្លៃកាន់តែថ្លៃទៀតអត់តោបងស្រីអញ្ជើញទៅរកទិញអវ៉ាន់នៅណាទិញទៅតែសម្រាប់ផ្សារនេះខ្ញុំសុំសិទ្ធិមិនលក់ឲ្យបងស្រីឯងទេព្រោះបងឯងល្បីណាស់អាខាងលក់កោគេសាហាវជាងគេកោតងោលទៀតនោះណែនាងក៏ចេះដឹងច្រើនម៉េះជាអ្នកលក់នឹងមិនគិតតែពីលក់ទៅក្រែងមួយរយៈនេះឃើញកំពុងតែលក់បញ្ចុះតម្លៃសម្បើមណាស់តើមិនបានជាមិនលក់ឲ្យខ្ញុំវិញចាខ្ញុំអ្នកលក់មែនតែខ្ញុំមានបេះដូងឈាមជ័រជាខ្មែរត្រូវតែឈឺឆ្អាលរកខុសរកត្រូវ
ត្រីអញ្ចឹងហើយក្នុងករណីនេះបងឯងគឺជាអ្នកយកទៅលក់តដែលយកចំណេញខ្លាំងហួសហេតុលក់របៀបកោគេជ្រុលយ៉ាងហ្នឹងទោះបងឯងយកលុយចំណេញហ្នឹងទៅធ្វើបុណ្យ7វត្តក៏មិនបានបុណ្យដែរព្រោះបាបលុបបាត់អស់ទៅហើយអញ្ចឹងសូមបងឯងទៅរកតូបផ្សេងទៅភើយអត់នាងហ្នឹងក៏ខ្ញុំនៅតែរកមួយបោះដុំផ្សេងទៀតបានដែរមិនគិតថាខ្ញុំខ្វល់មែនងាប់អើយទៅរកតូបផ្សេងវិញបញ្ញាប់យកទៅលក់កោគេពេញភូមិទៀតអូយដើរជ្រេគ្រប់តូបគ្រប់ហាងតូចធំទៅហើយហេតុអីបានជានៅតែអត់អ្នកលក់ឲ្យសោះអញ្ចឹងវ៉ៃខ្ញុំហ្នឹងគេស្អប់គេគុំដល់ថ្នាក់ហ្នឹងគិតទៅអតិពលបណ្ដាញសង្គមពិតជាខ្លាំងមែនតែនតែម្ដងហើយងាប់អំខានតែកំពុងមានឱកាសលក់ដាច់ផងអូនៅសល់តូបមួយចាស់ម្នាក់គាត់ចាស់ឲ្យសង្ស័យតែមិនបានតាមដានរឿងសង្គមមិនដឹងថាខ្ញុំនឹងអាក្រក់ប៉ុណ្ណាទេកាត់ជាលក់ឲ្យខ្ញុំខានទេមីងខ្ញុំទិញអាវ៉ាន់មកលើកនេះទិញច្រើនយកទៅស្តុកទុកព្រោះខ្ញុំកំពុងមានឱកាសលក់ដាច់ត្រូវតែចេះចាប់ឱកាសនេះមិនមែនចាប់ឱកាសធម្មតាទេគឺប្លន់ឱកាសតែម្ដងចាខ្ញុំសូមជម្រាបមុនឲ្យហើយអាវ៉ាន់ហាងខ្ញុំលក់ឲ្យកហួយឯងសុំឡើងថ្លៃទាំងអស់ណាពងទា10គ្រាប់ 50000 មីមួយកេស 40000 សាប៊ូកក់សក់មួយខ្សែ 55000 និងរបស់ផ្សេងទៀតថ្លៃបែបហ្នឹងដូចគ្នាសូមជម្រាបណាស្អីក៏ថ្លៃហួសហេតុយ៉ាងហ្នឹងយាយនេះស្មានតែមានតែខ្ញុំតើដែលខំលក់ថ្លៃជ្រុលលើសគេយាយនេះលក់ថ្លៃជាងខ្ញុំទៀតងាប់ហើយយាយមិនធ្វើចោលប្លន់គេតែហ្មងទៅខ្ញុំលក់ឲ្យគេនឹងតម្លៃធម្មតាទេតែលក់ឲ្យនឹងហួយឯងមួយគឺត្រូវតែឡើងថ្លៃរបៀបហ្នឹងអញ្ចឹងហើយព្រោះដឹងច្បាស់ណាស់ថានឹងហួយឯងយកទៅលក់ថ្លៃលើសនឹងទៀតអញ្ចឹងបើនឹងហួយឯងមិនព្រមទេអញ្ជើញទៅរកហាងផ្សេងដែលគេស្វាគមន៍នាងទៅណាហើយទិញក៏ទិញងាប់ហើយលើកនេះចូលដើមខ្លាំងតែម្ដងហើយតែត្រូវតែបដិញ្ញាលក់ឲ្យបានថ្លៃជាងនឹងទៀតព្រោះក្រៅពីតូបយាយនេះខ្ញុំអស់ផ្លូវដើរហើយគិតលុយមកសរុបនឹងអស់ 23,42000 អត់ទាន់គិតថ្លៃច្រកថងឲ្យទេនេះងាប់ចង់ចូលលុយដើមមិនធម្មតានេះចូលអស់អាលីងតែហ្មងតែនៅតែមានសង្ឃឹមថានឹងលក់បានថ្លៃជាងនេះលើកនេះយើងមានហេតុផលដែលអាចលក់កោគេបានហើយគឺមកពីទិញយាយនេះថ្លៃដែរបានជាខ្ញុំលក់ថ្លៃយាយអើយលក់មួយខែនេះអត់មានអ្នកណាចូលទិញសោះគេដឹងមកយាតខ្ញុំអស់ហើយអ្នកទាល់អ្នកអាសន្នប៉ុណ្ណាក៏គេមិនទិញចង្រៃអីមានអ្នកបើកតូបថ្មីចិត្តនោះទៀតដាច់តែតូបថ្មីព្រោះគេលក់តម្លៃសមរម្យហើយខ្ញុំនេះលក់ថ្លៃជាងមាសគ្មានពីណាល្ងងទិញទៀតទេយាយឯងត្រូវតែទិញអីវ៉ាន់ចូលវិញព្រោះយាយឯងជាអ្នកធ្វើឲ្យខ្ញុំខាតអស់ក្តិតខោហើយនេះទង្វើរបស់នាងហួយឯងទេដែលត្រូវបន្ទោសខ្ញុំដឹងមកហើយថានាងឆ្លៀតឱកាសមនុស្សកំពុងមានទុកនាងលក់យកថ្លៃសំអាងថាមានតែនាងមួយដែលលក់អីវ៉ាន់គ្រប់មុខនៅម្ដុំនោះខ្ញុំឈឺចិត្តពេកក៏បញ្ជូនកូនប្រសាខ្ញុំឲ្យទៅលក់ម្ដុំនោះក្នុងតម្លៃទាបបំផុតតាមដែលអាចធ្វើទៅបានព្រោះដើម្បីសម្រាលបន្ទុកអ្នកមានការលំបាកផងអញ្ចឹងទង្វើអាក្រក់របស់នាងវាបានសងមកវិញហើយនាងទូលរែកយកខាតនេះជាមេរៀនជីវិតទៅចោះកុំឆ្លៀតឱកាសយកប្រយោជន៍ផ្ទាល់ខ្លួនពេលគេមានទុកលំបាកទោះឈប់សម្រាកបាបតាមសងសិទ្ធបំបានភាពអបសោកជាមួយកម្មវិធីទូរទស្សន៍ Digital TV 360ដែលមានខ្សែភាពយន្តល្បីៗនិងរឿងភាគកូរ៉េថ្មីបកប្រែជាភាសាខ្មែរជាច្រើនរួមជាមួយការផ្សាយផ្ទាល់កម្មវិធីទូរទស្សន៍ក្នុងស្រុកជាច្រើនប៉ុស្តិ៍និងវីដេអូកម្សាន្តថ្មីដែលអាប់ដេតជារៀងរាល់ថ្ងៃចុះឈ្មោះប្រើប្រាស់ឥឡូវនេះទស្សនាបានឥតគិតថ្លៃរយៈពេល7ថ្ងៃសម្រាប់ការភ្ជាប់លើកដំបូងនិងចំណាយត្រឹមតែ10សេនក្នុងមួយថ្ងៃអាចប្រើប្រាស់បាននៅលើគ្រប់ឧបករណ៍ឆ្លាតវៃទាំងអស់